ឥឡូវខ្ញុំឡើងមានអីឆ្ងល់ហើយបងប្អូនហេតុអីបានជារថយន្ត Rolls-Royce ល្បីពីមួយចំនួនទៅមួយចំនួនហើយសិតតែជាអភិជនអ្នកដែលមានឋានៈជាន់ខ្ពស់ប្រើប្រាស់ទៀតរថយន្ត Rolls-Royce បងប្អូនដឹងអត់ថាមិនមែនវាថ្លៃតែតម្លៃទេដោយសារអីរូបរាងខាងក្រៅនិងការរចនាទៅលើ option ខាងក្នុងអីគឺពិសេសពិនិត្យដេចឡានផ្សេងខ្លាំងមែនតើចឹងហើយបានជា brand Rolls-Royce នៅតែល្បីនៅតែមានការគ្រប់គ្រងហើយក៏ជារថយន្តដែលមានតម្លៃថ្លៃកំពូលផងដែរហើយរថយន្តមួយគ្រឿងនេះដែរគឺជារថយន្ត Rolls-Royce Phantom បងប្អូនអរគ្នាដែលយើងតបតកាត់បានថ្មីដែលផ្នែកខាងក្នុងគឺប្រភេទពណ៌ Cherry សំខាន់មានប្រភេទដំបូងផ្កាយទៀតបងប្អូនអរគ្នាគឺស្អាតប៉និតតែម្ដងនិយាយពី Rolls-Royce មួយបងប្អូនអរគ្នាទៅដល់ណាក៏គេល្បីដែរនៅនោះទំនើបខ្លាំងហ្មងហើយចំពោះទ្វារគេវិញបងប្អូនអរគ្នាពេលបងប្អូនចង់បិទទ្វារគេមិនមែនប្រើដៃចឹងទេគ្រាន់តែបងប្អូនចុចកន្លែងនេះមកប៉ាក់គឺទ្វារវាលោតមកអូតូខ្លួនឯងតែម្ដងគឺទំនើបមែនតើហើយបើនិយាយពីផ្នែកជួរទី2អូយបងប្អូននេះគឺជាប្រភេទកៅអីម៉ូទ័របែបកៅអី VIP ពិនិត្យតែម្ដងបងប្អូនអរគ្នាសម្រាប់គេសម្រាប់សម្រាប់បានមកស្រួលមកសម្រាប់បំងចូលចិត្តដើរការងារឆ្ងាយអីលក្ខណៈកុំឲ្យឈឺចង្កេះឈឺអីអាចសម្រេចបានមកឆ្ងាញ់ហ្មងសំខាន់ខ្ញុំស្រឡាញ់ជាងគេគឺប្រភេទដំបូងផ្កាយនិង option ខាងក្នុងនឹងហ្មងគឺទំនើបហើយភ្លឺចែងចាំងតែម្ដងសំខាន់ណាចំពោះក្បែរជើងវិញគឺគេធ្វើមកជាប្រភេទពណ៌ក្រហមឆ្អិនឆ្អៅហើយសំខាន់មាន touch screen មកគូសម្រាប់បងមើល YouTube កំសាន្តអារម្មណ៍អីលក្ខណៈ fresh អីចឹងបងប្អូនអរគ្នាគឺអូយ the best មែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានទៅលើរថយន្ត Rolls-Royce ដែលមានតម្លៃសមរម្យហើយមានតែមួយគ្មានពីរនៅថ្មីនៅស្អាតបែបហ្នឹងណាពុកម៉ែបងប្អូនអាចជួយមកមើលបានហើយបើនិយាយពីក្លុបខាងក្រោយគឺវិញក៏ធំទូលាយដែរបងជិះចុកខេតអីក៏អាចដាក់បានច្រើនដែរអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមសម្រាប់បងប្អូនដែលត្រូវការទៅលើរថយន្តមួយគ្រឿងនេះកុំភ្លេចតាក់ទងបងប្អូនឬមកក៏អញ្ជើញមកមើលផ្ទាល់ដល់ខាងក្រុមហ៊ុន Havon Auto បានអរគុណច្រើនជម្រាបលា